ប្រវត្តិសង្គ្រាមរវាងកម្ពុជានិងសៀមជំពូកទី1កំណត់នៃការប៉ះទង្គិចអំណាចក្នុងប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍ប្រទេសកម្ពុជានិងសៀមថៃសប្តាហ៍ថ្ងៃមានទំនាក់ទំនងជិតស្និទ្ធប៉ុន្តែពោរពេញដោយការប្រកួតប្រជែងនិងសង្គ្រាមយូរអង្វែងសង្គ្រាមរវាងជាតិទាំងពីរមិនមែនជាព្រឹត្តិការណ៍កើតឡើងភ្លាមៗទេប៉ុន្តែជាលទ្ធផលនៃការផ្លាស់ប្តូរអំណាចការខ្សោយខាងក្នុងនិងការកើនឡើងនៃរដ្ឋអំណាចថ្មីៗនៅតំបន់នេះនៅសម័យអង្គរកម្ពុជាគឺជាអាណាចក្រធំមួយមានអំណាចយោធាសេដ្ឋកិច្ចនិងវប្បធម៌ខ្លាំងខណៈពេលនោះសៀមនៅតែជារដ្ឋតូចៗប៉ុន្តែពេលអង្គរចាប់ផ្ដើមធ្លាក់ចុះសៀមវិញក៏កើនអំណាចឡើងជាបន្តបន្ទាប់ជំពូកទី2ការធ្លាក់ចុះនៃអង្គរនិងការចូលលុករបស់សៀមឆ្នាំ1931ត្រូវបានគេចាត់ទុកថាជាចំណុចបំផ្លាញដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រខ្មែរកងទ័ពអយុធយាសៀមវាយលុករាជធានីអង្គរបណ្ដាលឲ្យកម្ពុជាបាត់បង់មជ្ឈមណ្ឌលអំណាចនយោបាយការវាយលុកនេះមិនត្រឹមតែបំផ្លាញទីក្រុងទេប៉ុន្តែបំផ្លាញស្មារតីនិងរចនាសម្ព័ន្ធរដ្ឋខ្មែរផងដែរបន្ទាប់ពីអង្គរដួលរលំព្រះមហាក្សត្រខ្មែរត្រូវផ្លាញទីរាជធានីទៅតំបន់ទន្លេដើម្បីស្វែងរកសុវត្ថិភាពនិងជីវភាពថ្មីការផ្លាស់ទីនេះបង្ហាញពីភាពខ្សោយនិងការពុំអាចទប់ទល់នឹងសៀមបានដូចមុនជំពូកទី3សម័យសង្គ្រាមជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនសតវត្សរ៍បន្ទាប់ពីអង្គរកម្ពុជាជួបប្រទះសង្គ្រាមជាបន្តបន្ទាប់ជាមួយសៀមមិនត្រឹមតែវាយយកដីធ្លីប៉ុន្តែចូលជ្រៀតជ្រែកក្នុងនយោបាយខ្មែរដោយគាំទ្រព្រះអង្គខាន់ខ្លះនិងបណ្ដិតអ្នកផ្សេងៗនៅសម័យនេះកម្ពុជាបាត់បង់ដីសំខាន់ៗដូចជាបាត់ដំបងសៀមរាបនិងសុរិន្ទប្រជាជនខ្មែរជាច្រើនត្រូវបង្ខំឲ្យអន្តរាប្រវេសន៍ទៅសៀមធ្វើឲ្យដីខ្មែរខ្វះកម្លាំងមនុស្សនិងធនធានជំពូកទី4កម្ពុជានៅចន្លោះសៀមនិងយួននៅសតវត្សរ៍ទី19កម្ពុជាស្ថិតនៅចន្លោះអំណាចធំពីរគឺសៀមនិងយួនវៀតណាមប្រទេសទាំងពីរប្រោសកម្ពុជាជាទីប្រកួតប្រជែងឥទ្ធិពលសង្គ្រាមកើតឡើងជាញឹកញាប់រាជធានីត្រូវវាយនឹងដុតបណ្ដាលឲ្យប្រជាជនរួមនៅក្នុងភាពភ័យខ្លាចជានិច្ចព្រះមហាក្សត្រខ្មែរខ្លះត្រូវសៀមនាំទៅស្រុកខ្លួនឬត្រូវដាក់ឲ្យគ្រប់គ្រងក្រោមការត្រួតពិនិត្យកម្ពុជាស្ទើរតែបាត់បង់អធិបតេយ្យភាពពេញលេញជំពូកទី5ការអន្តរាគមន៍របស់បារាំងនឹងជង់បញ្ចប់សង្គ្រាមដោយមិនអាចទប់ទល់នឹងសៀមនិងយួនបានទេកម្ពុជាបានសុំការប្រកាសពីបារាំងនៅឆ្នាំ1863ការចូលមករបស់បារាំងបានបញ្ចប់សង្គ្រាមប្រវត្តិសាស្ត្ររវាងកម្ពុជានិងសៀមយ៉ាងយូរអង្វែងឆ្នាំ1907សៀមបង្ខំសៀមឲ្យប្រគល់ដីខ្មែរដូចជាបាត់ដំបងសៀមរាបនិងសីសិភុនត្រឡប់មកកម្ពុជាវិញទោះជាកម្ពុជាបានសន្តិភាពក៏វិញទៅមកក៏ចូលសម័យអាណានិគមជំពូកទី6មរតកប្រវត្តិសាស្ត្រសង្គ្រាមរវាងកម្ពុជានិងសៀមបានទុកមរតកជាច្រើនដូចជាការបាត់បង់ប្រជាជនដីធ្លីនិងការប្រែប្រួលវប្បធម៌ទោះជាយ៉ាងណាវាក៏បង្ហាញពីភាពអត់ធ្មត់និងការតស៊ូរបស់ជាតិខ្មែរក្នុងការរក្សាអត្តសញ្ញាណនិងប្រទេសជាតិរហូតមកដល់សព្វថ្ងៃជំពូកទី7សង្គ្រាមអង្គរអយុធយាឆ្នាំ1431សង្គ្រាមអង្គរអយុធយាគឺជាសង្គ្រាមដ៏ល្បីបំផុតនិងមានឥទ្ធិពលខ្លាំងបំផុតលើប្រវត្តិសាស្ត្រខ្មែរនៅឆ្នាំ1431កងទ័ពអយុធយាដឹកនាំដោយព្រះបាទបរមរាជាទី2បានវាយលុករាជធានីអង្គរការវាយលុកនេះប្រើយុទ្ធសាស្ត្រល្បឿនលឿននិងការបិទភ្លើផ្គត់ផ្គង់អាហារធ្វើឲ្យកងទ័ពខ្មែរអស់កម្លាំងក្នុងការការពារបន្ទាប់ពីអង្គរដួលរលំប្រជាជនជាច្រើនត្រូវបានចាប់យកទៅអយុធយាជាកម្មករនិងទាហានវិមានប្រាសាទនិងឯកសារប្រវត្តិសាស្ត្រត្រូវបានបំផ្លាញឬលួចយកទៅសៀមព្រឹត្តិការណ៍នេះបានបញ្ចប់សម័យអង្គរនិងបើកទ្វារចូលសម័យខ្សោយយូរអង្វែងរបស់កម្ពុជាជំពូកទី8សង្គ្រាមសម័យល្វែកនិងការបំផ្លាញរាជធានីក្រោយអង្គរកម្ពុជាបានបង្កើតរាជធានីថ្មីនៅល្វែកទោះជាយ៉ាងណាសៀមមិនបានបញ្ឈប់ការវាយប្រហារឡើយឆ្នាំ1594កងទ័ពសៀមវាយលុកល្វែក
បំផ្លាញរាជធានីនិងចាប់យកព្រះរាជវង្សនិងប្រជាជនជាច្រើនទៅសៀមការបាត់បង់ល្វែកគឺជាផ្លែផ្កាផ្សេងទៀតនៃភាពខ្សោយខាងក្នុងការបែកបាក់អំណាចនិងការពុំអាចរួបរวมជាតិបានសង្គ្រាមនេះបង្ហាញថាកម្ពុជាមិនទាន់អាចស្ដារអំណាចដោយសម័យអង្គរវិញបានឡើយជំពូកទី9តួអង្គប្រវត្តិសាស្ត្រព្រះបាទអង្គច័ន្ទព្រះបាទអង្គច័ន្ទគឺជាព្រះមហាក្សត្រដែលគ្រងរាជ្យក្នុងសម័យកម្ពុជាស្ថិតក្រោមសម្ពាធធ្ងន់ធ្ងរពីសៀមនិងយួនព្រះអង្គព្យាយាមរក្សាឯករាជ្យដោយប្រើយុទ្ធសាស្ត្រនយោបាយតុល្យភាពរវាងអំណាចធំទាំងពីរទោះជាយ៉ាងណាសង្គ្រាមជាបន្តបន្ទាប់នឹងការជ្រៀតជ្រែងខាងក្នុងបានធ្វើឲ្យព្រះអង្គពិបាកគ្រប់គ្រងប្រទេសសម័យព្រះបាទអង្គច័ន្ទគឺជារូបតំណាងនៃការតស៊ូរបស់កម្ពុជាក្នុងការរក្សាអធិបតេយ្យភាពជំពូកទី11សង្គ្រាមនិងអត្តសញ្ញាណជាតិខ្មែរសង្គ្រាមជាមួយសៀមមិនត្រឹមតែជាសង្គ្រាមដណ្ដើមដីឡើយប៉ុន្តែជាសង្គ្រាមដណ្ដើមអត្តសញ្ញាណការបង្ខំផ្លាក់ទីប្រជាជនការរួមបញ្ចូលវប្បធម៌និងការលុបបំបាត់ឯកសារប្រវត្តិសាស្ត្របានធ្វើឲ្យជាតិខ្មែរប្រឈមមុខនឹងការបាត់បង់ខ្លួនឯងទោះជាយ៉ាងណាប្រវត្តិសាស្ត្រសង្គ្រាមនេះក៏បង្ហាញពីភាពអត់ធ្មត់ការរួបរวมនិងការតស៊ូរបស់ប្រជាជនខ្មែរក្នុងការរក្សាភាសាវប្បធម៌និងប្រទេសជាតិរហូតមកដល់សព្វថ្ងៃជំពូកទី12សម័យអាណានិគមបារាំងនិងទំនាក់ទំនងកម្ពុជានិងសៀមឆ្នាំ1907ឆ្នាំ1953ក្រោយសន្ធិសញ្ញាឆ្នាំ1907កម្ពុជាបានដណ្ដើមយកដីបាត់ដំបងសៀមរាបនិងសីហពួនត្រឡប់មកវិញក្រោមការគ្រប់គ្រងរបស់បារាំងទោះជាសង្គ្រាមធំៗជាមួយសៀមបានបញ្ចប់ប៉ុន្តែភាពមិនទុកចិត្តនិងការចងចាំប្រវត្តិសាស្ត្រសង្គ្រាមនៅតែមានសៀមបន្តមើលកម្ពុជាជាតំបន់ឥទ្ធិពលខណៈកម្ពុជាវិញក៏ស្ថិតក្រោមអាណានិគមមិនទាន់មានសិទ្ធិពេញលេញក្នុងការទូតអន្តរជាតិឡើយជំពូកទី13កម្ពុជាឯករាជ្យនិងការកើតឡើងវិវាទព្រំដែន1953 1970ឆ្នាំ1953កម្ពុជាទទួលបានឯករាជ្យពេញលេញពីបារាំងនៅសម័យព្រះបាទសម្ដេចព្រះនរោត្តមសីហនុទំនាក់ទំនងកម្ពុជាថៃមានទាំងការសហការនិងការតានតឹងវិវាទធំបំផុតគឺប្រាសាទព្រះវិហារឆ្នាំ1962តុលាការយុត្តិធម៌អន្តរជាតិ ICJ បានសម្រេចថាប្រាសាទព្រះវិហារស្ថិតក្នុងអធិបតេយ្យភាពកម្ពុជាការសម្រេចនេះបានបង្កឲ្យមានការមិនពេញចិត្តយ៉ាងខ្លាំងនៅក្នុងសង្គមថៃជំពូកទី14សង្គ្រាមត្រជាក់និងការបែកបាក់តំបន់1970ដល់1991ក្នុងសម័យសង្គ្រាមត្រជាក់កម្ពុជានិងថៃស្ថិតនៅភាគីនយោបាយខុសគ្នាបន្ទាប់ពីឆ្នាំ1975ថៃក្លាយជាមូលដ្ឋានសំខាន់សម្រាប់ក្រមប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាតំបន់ព្រំដែនកម្ពុជាថៃក្លាយជាតំបន់យោធាមានការប៉ះទង្គិចជាញឹកញាប់ការផ្ទុះមីននិងការរត់ភៀសខ្លួនរបស់ប្រជាជនរាប់សែននាក់ជំពូកទី15សន្តិភាពនិងការស្ដារទំនាក់ទំនង1991ដល់2007បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីឆ្នាំ1991កម្ពុជាចាប់ផ្ដើមស្ដារជាតិនិងបើកទ្វារទំនាក់ទំនងអន្តរជាតិឡើងវិញកម្ពុជានិងថៃបន្តកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មទេសចរណ៍និងព្រំដែនទោះបីនៅតែមានបញ្ហាខ្លះៗនៅតំបន់ព្រំដែនក៏ដោយជំពូកទី16វិវាទប្រាសាទព្រះវិហារនិងការប៉ះទង្គិចយោធាឆ្នាំ2008 2011ឆ្នាំ2008ប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាបេតិកភេរភណ្ឌពិភពលោករបស់ UNESCO ក្រោមឈ្មោះកម្ពុជាព្រឹត្តិការណ៍នេះបង្កឲ្យមានការតានតឹងយ៉ាងខ្លាំងរវាងកម្ពុជានិងថៃឆ្នាំ2008ដល់2011មានការប៉ះទង្គិចយោធាជាច្រើនលើតំបន់ព្រំដែនបណ្ដាលឲ្យមានអ្នកស្លាប់ទាំងទាហាននិងពលរដ្ឋនិងការផ្លាស់ទីប្រជាជនរាប់ម៉ឺននាក់ជំពូកទី17ការទូតសន្តិភាពនិងទំនាក់ទំនងសម័យទំនើប2012
ដល់2026បន្ទាប់ពីសាលាអន្តរជាតិបកស្រាយសេចក្តីសម្រេចប្រាសាទព្រះវិហារឆ្នាំ2013ភាពតានតឹងយោធាបានធ្លាក់ចុះយ៉ាងច្បាស់កម្ពុជានិងថៃផ្លាស់ប្ដូរយុទ្ធសាស្ត្រពីការប៉ះទង្គិចមកការទូតនិងកិច្ចសហប្រតិបត្តិការដល់ឆ្នាំ2026ទំនាក់ទំនងកម្ពុជាថៃស្ថិតក្នុងស្ថានភាពសន្តិភាពមានការជួញដងការវិនិយោគនិងការធ្វើដំណើរឆ្លងដែនយ៉ាងសកម្មទោះជាយ៉ាងណាស្នាមរបួសប្រវត្តិសាស្ត្រសង្គ្រាមនិងវិវាទព្រំដែននៅតែជាប្រធានបទដែលត្រូវការយកចិត្តទុកដាក់ដោយការទូតនិងការយោគយល់រវាងប្រជាជនទាំងពីរជំពូកទី18មរតកប្រវត្តិសាស្ត្រនិងមេរៀនដល់អនាគតប្រវត្តិសាស្ត្រសង្គ្រាមរវាងកម្ពុជានិងសៀមរហូតដល់ឆ្នាំ2026បង្ហាញថាសង្គ្រាមកើតពីភាពខ្សោយការមិនយល់គ្នានិងការប្រកួតអំណាចមេរៀនដ៏ធំបំផុតគឺសន្តិភាពការទូតនិងការរួមរស់នៅដោយគោរពអធិបតេយ្យគឺជាផ្លូវតែមួយដើម្បីរក្សាស្ថិរភាពនិងអនាគតរួមរបស់តំបន់